តោះថ្ងៃនេះយើងមករៀនអានពាក្យនិងប្រកបនិងសរសេរទាំងអស់គ្នាឈីកាប់ជាភាសាកូរ៉េប្រែថាកាបូបលុយតោះយើងមករៀនសរសេរទាំងអស់គ្នាឈីកាប់បញ្ជូនជាអ្នកឈីអ៊ឹតគឺស្មើនឹងអក្សរចឬឆឈីដាក់ស្រៈអ៊ីឈីកាប់កបញ្ជូនជាអ្នកខីយ៉កកដាក់ស្រៈអាកានឹងបបញ្ជូនជាអ្នកពីអ៊ឹបឈីកាប់ប្រែថាកាបូបលុយឈីកាប់ប្រែថាកាបូបលុយសូមបងប្អូនព្យាយាមទន្ទិញនិងអានឲ្យចំជួនជាអ្នកនិងស្រៈរបស់ភាសាកូរ៉េដើម្បីឲ្យងាយចាំកុំងាយភ័ន្តច្រឡំឲ្យសោះបើសិនជាបងប្អូនអានស៊ីកាប់នោះមានន័យថាសឬឆឬចគឺអត់ច្បាស់ទេបងប្អូនណាដូច្នេះបងប្អូនត្រូវអានឲ្យចំងាយស្រួលយើងចាំនិងងាយស្រួលក្នុងការសរសេរជួនជាអ្នកជីអ៊ឹតគឺឈីកាប់សូមកុំអានកាច់តុងស៊ីកាប់នោះវាអាចនឹងធ្វើឲ្យយើងច្រឡំ